បាទគ្រប់ជំរាបសួរបងប្អូនយើងវិលមកជួបខ្ញុំបាទសារជាថ្មីម្ដងទៀតហើយ Admin Ball បាទឥឡូវនេះយើងនឹងមកនិយាយគ្នាតាក់ទងនឹងក្របខ័ណ្ឌ Champion League បាទជុំទី1លេងកាលពីម្សិលមិញហ្នឹងគឺថ្ងៃអង្គារហ្នឹងថ្ងៃទី16ហ្នឹងហើយនៅម៉ោងមិន10:45នាទីបាទនៅឯ Estadio de San Mamés បាទនៅ Stadium ហើយប្រកួតដែលបើកឆាកដំបូងនោះគឺមានក្រុម Atletico Club ប៉ះជាមួយនឹងក្រុមកំភ្លើងធំ Arsenal យើងមើលឃើញថាលទ្ធផលគឺ Club Athletic Club ហ្នឹងគឺរងការបរាជ័យទៅជាមួយនឹងក្រុមកំភ្លើងធំ Arsenal បាទអញ្ចឹងក្រុមកំភ្លើងធំ Arsenal បានយកជ័យជំនះទៅលើក្រុម Athletic Club ហើយគឺលទ្ធផល2-0 បាទអញ្ចឹងក្រុមកំភ្លើងធំទទួលបានបន្ទុក3បន្ទុកនៅក្នុងពូលតារាងនៃ Champion League បាទជុំទី1នេះគឺយកជ័យជំនះទៅលើ Club Athletic Club បាទយើងមើលឃើញថាការប្រកួតគឺក្រុម Arsenal បានដាក់សម្ពាធទៅលើក្រុម Athletic Club ច្រើនដែរតែមើលទៅប្រព័ន្ធការពាររបស់ក្រុម Athletic Club គឺបិទបានល្អហើយគាត់លេងប្រព័ន្ធទប់ការពារច្រើនមែនតើហើយទំនំថាបានស៊ីនោះគឺថាក្រុម Arsenal គឺឃើញមានការផ្លាស់ប្ដូរកីឡាករចូលមួយចំនួនបានទៅអាចប្រែប្រួលលទ្ធផលដូចជាផ្លាស់ប្ដូរ Martinez Lee ចូលហើយនឹង Leandro Trossard ចូលបាទដោយសារពីររូបនេះហើយដែលជាអ្នកបង្កើតឱកាសឲ្យក្រុមកំភ្លើងធំ Arsenal រកគ្រាប់បាល់បានបាទមិនសិនជាម៉ាន់ដូគាត់ចូលពីអ្នកនេះទេគឺប្រហែលជា Arsenal នៅបិទ0-0ដល់នាទីចាប់តង់តែម្ដងបាទដោយសារមូលហេតុឃើញថាកីឡាករ11អ្នកដំបូងនោះគឺឃើញថាលេងមិនសូវជាបង្កើតឱកាសប្រហែលទេគឺ11អ្នកដំបូងអ្នកនរគ្នាដឹងហើយគឺឥឡូវយើងមកកលេចមើលសមាជិករបស់ក្រុមកំភ្លើងធំ Arsenal គឺលេងប្រព័ន្ធ 4-3-3 ដឹកនាំដោយលោក Mikel Arteta បាទខ្សែប្រយុទ្ធមួយរូបនោះគឺGyökeres ហើយនឹងខាងស្ដាំគឺមាន Madueke ហើយខាងឆ្វេងគឺមានEze បាទហើយកណ្ដាលនោះមាន Merino ហើយនឹង Zubimendi ហើយ Declan Rice ហើយការពារមាន Mosquera ហើយនឹង Gabriel Magalhaes ហើយនឹងខ្សែការពារស្ដាំគឺមាន Jarrod Timber ហើយនឹងស្ដាប់ខាងឆ្វេងមាន Kali បាទសំទោស Calafiori បាទអ្នកចាំទីគឺមាន David Raya ហើយខាង Athletic Club គឺមានអ្នកចាំទី Unai Simon ហើយខ្សែការពារមាន Paredes Vivian ហើយនឹង Gorosabel ហើយនឹង Boro បាទហើយបំរើការពារមាន Vesga ហើយនឹង Chorenza ហើយនឹងបំរើប្រយុទ្ធមាន Navarro Sanchez ហើយ Berenguer ហើយនឹងខ្សែប្រយុទ្ធតូខាងលើមួយរូបនោះរបស់ Athletic Club គឺមាន William បាទចៃដន្យហើយ Nico William ក៏របួសដែរបាទគឺអត់បានជួយឲ្យក្រុម Athletic Club លេងទេថ្ងៃនេះបាទឃើញថាការប្រកួតវាប្រែប្រួលនៅនាទីទី77បាទ72ឡើងទៅបាទគឺធ្វើគ្រាប់បាល់បានដោយ Martinelli គឺបាល់ Martinelli ខំរត់ពាំងជាមួយនឹងខ្សែការពាររហូតសុទ្ធចូលទីម Bis និងអ្នកហ្គោលជួយបានទៀតចូលប្លុកគ្រាកហ្គោលបាទហើយនៅនាទី87នោះលើកធ្វើបានដោយ Leandro Trossard មួយគ្រាប់ទៀតបាទអញ្ចឹងលទ្ធផល2-0 បាទយើងចូលរួមត្រេកអរទៅលើក្រុមកំភ្លើងធំ Arsenal ផងដែរបាទហើយក៏ពីនេះទៀតក៏មានគូបន្តទៀតគឺនៅថ្ងៃដដែលប៉ុន្តែឈានចូលថ្ងៃទី17ហើយម៉ោង2យប់បាទគឺដូចជាមាន Real Madrid ប៉ះជាមួយនឹង Marseille Benfica ប៉ះជាមួយនឹង Qarabag ហើយនឹង Juventus ប៉ះជាមួយ Borussia Dortmund ហើយនឹងមួយទៀត Tottenham Hotspur ប៉ះជាមួយនឹង Villarreal Olympic ប៉ះជាមួយនឹង Pafos
Slavia Prague ប៉ះជាមួយ Bodo Glimt បាទនេះគឺជាគូ Champions League ហើយជុំទី1បាទឥឡូវកំពូលយើងមើលទៅក្នុងតារាង Champions League ឥឡូវនេះគឺមាន Union ST Gallos បាទនៅកំពូលតារាងបន្ទាប់មកគឺ Arsenal ទី3គឺ Fenerbahce ទី4គឺ Real Madrid ទី5គឺ Tottenham Hotspur ទី6គឺ Borussia Dortmund ហើយទី7គឺ Juventus ទី8គឺ Ajax ទី9 Atalanta ទី10គឺ Atletico Madrid ទី11គឺ Barcelona ទី12គឺ Bayer Leverkusen នេះគឺជាតារាងបណ្ដោះអាសន្នតែម្ដងនៅក្នុង Champions League ក្នុងពូលតែម្ដងនៅថ្ងៃនេះគឺមានគូពិសេសទៀតគឺជុំទី2ដែរគឺលេងនៅថ្ងៃទី17នេះតែម្ដងបាទអញ្ចឹងយើងកុំភ្លេចរងចាំទស្សនាទាំងអស់គ្នាផងដែរបាទអញ្ចឹងបាទវីដេអូមួយនេះនិយាយទីតងនឹងក្រុមបំភ្លឺធំ Arsenal ជាមួយនឹងក្រុម Atletico Club គឺមានប៉ុណ្្នឹងហើយបាទសូមអរគុណច្រើនអ្នកនរគ្នាដែលខិតខំតាមដានវីដេអូខ្ញុំតាំងពីដើមរហូតដល់ចប់បាទបើសិនជាបងប្អូនពេញចិត្តសូមចុច Subscribe និងចុចលើរូបសញ្ញាកណ្ដឹងដើម្បីជាកម្លាំងទឹកចិត្តឲ្យខ្ញុំធ្វើវីដេអូបន្តទៀតបាទសូមអរគុណច្រើនសូមជម្រាបលាបាទបាយបាយ